ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើមុខម្ហូបមួយដែលមានឈ្មោះថាឆាត្រីខកំប៉ុងអ្នកទាំងអស់គ្នាជាដំបូងខ្ញុំធ្វើការហាន់ជាមួយនឹងសាឡាត់បន្ទាប់ពីហាន់សាឡាត់រួចខ្ញុំមកធ្វើការបេះជាមួយនឹងក្បាលប៉េងប៉ោះចាញ់រួចហើយខ្ញុំធ្វើការយកទៅលាងទឹកចេញបន្ទាប់ពីលាងទឹករួចខ្ញុំធ្វើការហាន់វាជាបន្ទះដើម្បីយកទៅរៀបដាក់នៅក្នុងចានមុខម្ហូបរបស់យើងបន្ទាប់ពីហាន់ប៉េងប៉ោះរួចយើងធ្វើការដំខ្ទឹមសម្ដងអ្នកនរគ្នាយើងធ្វើការយកសំបកខ្ទឹមចេញតបមកយើងធ្វើការចិញ្ច្រាំខ្ទឹមឲ្យរាងម៉ដ្ឋល្អិតតូចរួចហើយយើងមកធ្វើការរៀបបន្លែដាក់ចានម្ដងបន្ទាប់ពីរៀបបន្លែដាក់លើចានរួចខ្ញុំមកធ្វើការឆាត្រីខម្ដងចាប់ដើមដាក់ប្រេងឆាចូលដាក់វាឲ្យរាងក្តៅប្រេងបន្តិចរួចសិនយើងដាក់ខ្ទឹមសចូលម្ដងបន្ទាប់ពីដាក់ខ្ទឹមសចូលហើយយើងធ្វើការកូរវាឲ្យរាងឡើងឈ្ងុយឬឡើងក្រហមបន្តិចបន្ទាប់ពីខ្ទឹមបានក្រហមបន្តិចខ្ញុំធ្វើការដាក់គ្រឿងទេសចូលម្ដងយើងដាក់ទៅតាមចំណង់ចំណូលចិត្តរួចហើយយើងធ្វើការកោះត្រីខដាក់ចូលទៅអ្នកទាំងអស់គ្នាខ្ញុំដាក់ចំនួន2កំប៉ុងចា
បន្ទាប់ពីដាក់ចូលរួចខ្ញុំធ្វើការចិញ្ច្រាំសាច់ត្រីឲ្យម៉ត់ចូលគ្នាបន្តិចឲ្យវារាងខាប់បន្ទាប់មកខ្ញុំធ្វើការថែមជាមួយនឹងគល់ខ្ទឹមដើម្បីឲ្យមានក្លិនឈ្ងុយបន្ទាប់ពីកូរសបន្តិចខ្ញុំធ្វើការបិទហ្គាសម្ហូបយើងបានឆ្អិនរួចរាល់ហើយអ្នកនរគ្នារួចហើយខ្ញុំធ្វើការដួសម្ហូបដាក់ក្នុងចានដែលយើងរៀបបន្លែរួចរាល់អញ្ចឹងហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាសូមបងជួយ Subscribe Channel និងជួយ Like វីដេអូរូបខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីឬក៏បងប្អូនទាំងអស់គ្នាចង់ឲ្យខ្ញុំធ្វើមុខម្ហូបបែបថ្មីតែតាមបងប្អូនទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូបានណាសូមអរគុណ